bà crom thu được chôn đây sớm chắc bản đai về cam on triệt bà bí ẩn ái bản rây ở kia thạ vị cá bán chiêng buôn bên đô la Amerik đầm bay chui sang song salarian nơi đầm bón đạch sợi già ក្រុមធុរជននៃសមាជិកបណ្ដាញពាណិជ្ជកម្មអន្តរជាតិ BNI កម្ពុជាជាមួយនឹងអង្គការមូលនិធិ ACLIDA ចាឌិនបានប្រមូលថវិកាប្រមាណជាង $40,000 ដើម្បីយកទៅប្រើប្រាស់សម្រាប់ការកសាងអគារសិក្សាមួយខ្នងនៅក្នុងសាលាបឋមសិក្សារនាំងស្ថិតក្នុងភូមិរនាំងឃុំស្រែឈូកស្រុកកៅសីមាខេត្តមណ្ឌលគិរីរាជរដ្ឋាភិបាលគាំទ្រនិងលើកទឹកចិត្តដល់ផ្នែកឯកជនបន្តសហការគ្នាបង្កើតមូលនិធិជួយសាងសង់សាលារៀននៅតំបន់ក្រីក្រដាច់ស្រយាលគណៈថវិកាដែលបានពីការគៀងគរមូលនិធិសប្បុរសធម៌របស់ក្រុមធុរជននៃសមាជិកបណ្ដាញពាណិជ្ជកម្មអន្តរជាតិ BNI កម្ពុជាជាមួយអង្គការមូលនិធិ ACLIDA ចាឌិនប្រមាណជាង $40,000 នឹងយកទៅប្រើប្រាស់សម្រាប់ការសាងសង់អគារសិក្សាមួយខ្នងនៅក្នុងសាលាបឋមសិក្សារនាំងស្ថិតក្នុងភូមិរនាំងឃុំស្រែឈូកស្រុកកៅសីមាខេត្តមណ្ឌលគិរីថ្លែងនៅក្នុងកម្មវិធីខួប4ឆ្នាំរាត្រីសមរសនិងសប្បុរសធម៌នាល្ងាចថ្ងៃទី21ខែធ្នូឆ្នាំ2024 អាយឧត្តមប៊ុនសារមុនីរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានលើកឡើងថាការបង្កើតមូលនិធិសប្បុរសធម៌នេះជាការបង្ហាញពីសាមគ្គីភាពដ៏រឹងមាំមួយដែលត្រូវតែការគ្រប់គ្រងគ្នាទៅវិញទៅមកផ្នែកធុរកិច្ចប៉ុណ្ណោះទេគឺថែមទាំងបង្ហាញពីការចូលរួមលើការងារក្នុងសង្គមជាតិផងដែរឯកឧត្តមសង្ឃឹមថាកម្មវិធីសប្បុរសធម៌នេះនឹងមានជាបន្តបន្ទាប់ទៀតតាមរយៈការបណ្ដុះស្មារតីសហគ្រិនភាពនិងការចែករំលែកផ្សេងៗលោកថាច់មនីរតប្រធានប្រតិបត្តិ BNI កម្ពុជាបានថ្លែងថាសមាជិកទាំងអស់នៃ BNI តែងតែបានចូលរួមជាមួយនឹងអង្គការមូលនិធិ ACLIDA ចាឌិនជាវិភាគទានធ្វើកម្មវិធីសប្បុរសធម៌ទៅលើការសាងសង់អគារសិក្សាទៅលើខេត្តឬតំបន់ណាដែលដាច់ស្រយាលដែលត្រូវការជំនួយច្រើនជាងគេលោកបញ្ជាក់ថាជាក់ស្ដែងនៅក្នុងឆ្នាំ2024នេះយើងបានគៀងគរពីសមាជិកបានជាង$40,000ដើម្បីយកទៅសាងសង់អគារសិក្សាមួយខ្នងនៅក្នុងសាលាបឋមសិក្សារនាំងស្ថិតក្នុងភូមិរនាំងឃុំស្រែឈូកស្រុកកៅសីមាខេត្តមណ្ឌលគិរីយើងគ្រប់គ្រងដោយសារតែតម្លៃស្នូលមួយរបស់ BNI កម្ពុជាដែលត្រូវជួយអ្នកនៅក្បែរខ្លួនយើងអ្នកត្រូវការជំនួយអញ្ចឹងការសាងសង់សាលារៀនគឺជាចំណែកសំខាន់មួយសម្រាប់ជួយដល់ក្មេងៗឲ្យពួកគាត់ទទួលបានការអប់រំឲ្យកាន់តែល្អប្រសើរឡើងលោកព្រំវិសុទ្ធប្រធានអង្គការមូលនិធិ ACLIDA ចាឌិនសម្រាប់ការអប់រំបានឲ្យដឹងថាចាប់ពីការបង្កើតឡើងក្នុងឆ្នាំ2017និងធ្វើប្រតិបត្តិការនៅឆ្នាំ2018មកគឺបានជួយលើការសាងសង់អគារសិក្សាតំបន់ក្រីក្រដាច់ស្រយាលក្នុងខេត្តចំនួន5ហើយក្នុងនោះមានខេត្តមណ្ឌលគិរីរតនគិរីស្ទឹងត្រែងព្រះវិហារនិងខេត្តឧត្តរមានជ័យដែលគិតជាខ្នងសាលារៀនមានចំនួន12ខ្នងស្មើនឹង58បន្ទប់រៀនដោយចំណាយថវិកាអស់ប្រមាណ$86,000លោកបន្តថានៅដើមឆ្នាំ2025ក្រុងនឹងជួយសាងសង់សាលារៀនចំនួន3ខ្នងបន្ថែមទៀតដែលក្នុងនោះនៅក្នុងខេត្តព្រះវិហារចំនួន2ខ្នងនិងមណ្ឌលគិរីចំនួន1ខ្នងលោកបញ្ជាក់ថាគម្រោងរបស់អង្គការមូលនិធិ ACLIDA ចាឌិនគឺយ៉ាងហោចណាស់ត្រូវសាងសង់សាលារៀននៅតំបន់ដាច់ស្រយាលឲ្យបាន2ខ្នងក្នុងមួយឆ្នាំ